ភពលោកយើងកំពុងទៅរកសង្គ្រាមលោកលើកទី3ឬយ៉ាងណានៅពេលដែលមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ត្រូវបានធ្វើឃាតហើយលោកដូណាល់ត្រាំប្រកាសក្តែងថានឹងកំទេចឲ្យបាត់ពីផែនដីប្រសិនបើហ៊ានតែតដៃរីឯនៅជិតផ្ទះរបស់យើងឯនេះវិញគ្រោះធម្មជាតិកំពុងតែគូសទ្វារហើយខេត្តចំនួន62និងទីក្រុងបាងកកត្រូវបានប្រកាសអាសន្នជាបន្ទាន់ត្រៀមទទួលព្យុះរដូវក្តៅដ៏កាចសាហាវដែលនឹងមកដល់ក្នុងរយៈពេល48ម៉ោងខាងមុខនេះពីបញ្ហាខ្យល់ព្យុះនៅក្នុងប្រទេសថៃរហូតដល់ភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅតំបន់មជ្ឈិមបូព៌ាស្វាគមន៍មកកាន់ការផ្សាយពិសេសនៅថ្ងៃនេះនៅពេលនេះយើងនឹងលាតត្រដាងរឿងរ៉ាវទាំងអស់នេះយ៉ាងល្បិតជូនបងប្អូនទស្សនាជាដំបូងយើងចាប់អារម្មណ៍ទៅនឹងស្ថានភាពដែលនៅគៀកនឹងព្រំដែនរបស់យើងសិនព្រោះវាអាចប៉ះពាល់ដល់បងប្អូនយើងដែលកំពុងរស់នៅឬធ្វើការនៅទីនោះដូចជាខេត្តជាប់ព្រំដែនផងដែរបងប្អូនជាទីគោរពអាជ្ញាធរប្រទេសថៃនៅថ្ងៃនេះបានចេញប្រកាសអាសន្នកម្រិតខ្ពស់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយហៅកាត់ថា DDPM បានព្រមានចាប់ពីថ្ងៃទី3ដល់ថ្ងៃទី6ខែមីនាឆ្នាំ2026ខាងមុខនេះខេត្តចំនួន62រួមទាំងរដ្ឋធានីទីក្រុងបាងកកផងដែរនឹងត្រូវប្រឈមមុខនឹងព្យុះរដូវក្តៅយ៉ាងធ្ងន់ធ្ងរសួរថាហេតុអ្វីបានជាមានព្យុះកើតឡើងបើតាមលោកធីរផាត់ខាន់ម៉ាតដែលជាអគ្គនាយកនៃនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានពន្យល់ថាវាគឺជាការប៉ះទង្គិចគ្នានៃចំហាយអាកាសបច្ចុប្បន្នប្រទេសថៃផ្នែកខាងលើមានអាកាសធាតុក្តៅខ្លាំងប៉ុន្តែស្រាប់តែមានម៉ាស់ខ្យល់ត្រជាក់មួយដែលបក់មកពីប្រទេសចិនចូលមកប្រដប់ពេលដែលក្តៅប៉ះត្រជាក់ប៉ះគ្នាខ្លាំងបូករួមជាមួយនឹងខ្យល់ព្យុះពីទិសខាងលិចផងនោះវានឹងបង្កដូចជា1ព្យុះផ្គររន្ទះ2ខ្យល់កន្ត្រាក់ខ្លាំង3នឹងអាចមានធ្លាក់ព្រិលនៅតំបន់មួយចំនួនតំបន់ណាខ្លះដែលត្រូវប្រុងប្រយ័ត្នបងប្អូនដែលមានសាច់ញាតិនៅក្នុងប្រទេសថៃសូមប្រាប់គាត់ឲ្យដឹងថាភាគខាងជើងនិងភាគឦសានគឺខេត្តទាំងអស់ត្រូវប្រុងប្រយ័ត្នភាគកណ្ដាលនិងទីក្រុងបាងកកក៏ស្ថិតនៅក្នុងបញ្ជីក្រហមផងដែរវិធានការការពារអាជ្ញាធរថៃបានណែនាំយ៉ាងម៉ឺម៉ាត់ថាទី1ពិនិត្យមើលដំបូលផ្ទះនិងសំណង់នានាថាតើវារឹងមាំឬទេទី2ហាមដាច់ខាតការឈរនៅក្រោមដើមឈើធំៗឬផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មឬសំណង់ដែលមិនរឹងមាំនៅពេលដែលមានខ្យល់ខ្លាំងទី3កសិករគួរតែធ្វើជើងតម្រូវឬរបាំងការពារដំណាំព្រោះខ្យល់អាចនឹងបក់បោកខ្លាំងបន្ទាប់ពីបញ្ហាធម្មជាតិយើងក្រឡេកមើលបញ្ហាដែលកំពុងកើតឡើងនៅលើពិភពលោកទាំងមូលរង្គោះរង្គើនិងភ័យខ្លាចបំផុតនៅពេលនេះគឺជាព័ត៌មានដែលធំជាងគេបំផុតប្រចាំឆ្នាំ2026កាលពីថ្ងៃសៅរ៍ទី28ខែកុម្ភៈប្រតិបត្តិការវាយប្រហារផ្លូវអាកាសរួមគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលមួយរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានធ្វើឡើងទៅលើប្រទេសអ៊ីរ៉ង់ហើយលទ្ធផលនៃការវាយប្រហារនេះគឺវាធំធេងហួសពីការស្មានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់នៅថ្ងៃទី1ខែមីនានេះបានទទួលស្គាល់ជាផ្លូវការហើយមេដឹកនាំកម្ពុជារបស់ពួកគេគឺលោកអាយ៉ាតូឡាអាលីខាមេនីត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះសូមបញ្ជាក់ថានេះមិនមែនជាការស្លាប់តែមេដឹកនាំកម្ពុជាទេបើតាមរបាយការណ៍គឺមានទាំងរដ្ឋមន្ត្រីការពារជាតិលោកអាស៊ីណាស៊ីហ្សាដេអគ្គមេបញ្ជាការកងទ័ពលោកមូហាម៉ាត់បាពួននិងអិសរាជជនជាន់ខ្ពស់ជាច្រើនទៀតក៏បានបាត់បង់ជីវិតផងដែរនេះប្រៀបបានទៅនឹងការកាត់ក្បាលម៉ាស៊ីនដឹកនាំរបស់អ៊ីរ៉ង់ទាំងមូលតែម្ដងឬក៏នៃបញ្ហាហេតុអ្វីបានជាអាមេរិកនិងអ៊ីស្រាអែលហ៊ានធ្វើរឿងនេះតាមប្រភពពី Al Jazeera បានវិភាគថាជម្លោះនេះបានអស់បន្លាយយូរឆ្នាំមកហើយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរទោះបីជាលោកប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតបេសេស្គៀនធ្លាប់បានអះអាងថាអ៊ីរ៉ង់នឹងមិនផលិតអាវុធនុយក្លេអ៊ែរហើយទីភ្នាក់ងារអន្តរជាតិរកមិនឃើញភស្តុតាងក៏ដោយប៉ុន្តែរដ្ឋបាលរបស់លោកដូណាល់ត្រាំនិងអ៊ីស្រាអែលជឿជាក់ថាទីក្រុងតេហឺរ៉ង់កំពុងតែសម្ងំផលិតអាវុធមហាប្រឡាយលោកនេះបច្ចុប្បន្នអ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតដល់ទៅ 60% ហើយបើដល់ 90% គឺគេអាចផលិតគ្រាប់បែកបរមាណុភ្លាមនេះហើយជាបន្ទាត់ក្រហមដែលធ្វើឲ្យអាមេរិក
និងអ៊ីស្រាអែលសម្រេចចិត្តបើកការវាយប្រហារផ្ដាច់ព្រាត់ការពីខែមិថុនាកន្លងទៅរហូតដល់ព្រឹត្តិការណ៍សម្លាប់មេដឹកនាំកម្ពុជានៅថ្ងៃទី28នេះស្ថានភាពនឹងកាន់តែស្មុគស្មាញនៅពេលដែលមហាអំណាចផ្សេងទៀតចូលលូកដៃលោកប្រធានាធិបតីវ្លាឌីមៀពូទីនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីរ៉ង់បានចេញមកភ្លាមលោកពូទីនបានហៅការសម្លាប់លោកខាមេនីនេះថាជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងកក្លឿននិងជាអំពើគ្មានសីលធម៌លោកពូទីនបានប្រកាសគាំទ្រអ៊ីរ៉ង់ពេញទំហឹងនិងបានសរសើរលោកខាមេនីជាបុគ្គលដែលធ្វើឲ្យទំនាក់ទំនងរុស្ស៊ីនិងអ៊ីរ៉ង់ក្លាយជាដៃគូយុទ្ធសាស្ត្រសាររបស់លោកពូទីនហាក់ដូចជាការព្រមានមួយទៅកាន់លោកខាងលិចថារុស្ស៊ីនៅខាងអ៊ីរ៉ង់ចំណែកនៅឯសេតវីមីនវិញលោកប្រធានាធិបតីដូណាល់ត្រាំមិនមានការសោកស្ដាយសូម្បីតែបន្តិចផ្ទុយទៅវិញលោកបានបង្ហោះសារដ៏ក្តៅគគុកមួយនៅលើបណ្ដាញសង្គម Truth Social ដោយលោកត្រាំបាននិយាយថាអ៊ីរ៉ង់ទើបតែនិយាយថាពួកគេនឹងវាយប្រហារយ៉ាងខ្លាំងនៅថ្ងៃនេះទោះជាយ៉ាងណាក៏ដោយពួកគេមិនគួរធ្វើបែបនេះទេព្រោះប្រសិនបើពួកគេហ៊ានធ្វើយើងនឹងវាយប្រហារពួកគេវិញដោយកម្លាំងដែលមិនធ្លាប់មានពីមុនមកលោកត្រាំបានប្រើពាក្យកម្លាំងទ្រង់ទ្រាយធំមិនធ្លាប់មានដែលអ្នកវិភាគខ្លះបារម្ភថាវាអាចឈានដល់ការប្រាស្រ័យអាវុធធុនធ្ងន់ឬនុយក្លេអ៊ែរតាក់ទិកប្រសិនបើអ៊ីរ៉ង់ហ៊ានតដៃងាកមកមើលអង់គ្លេសវិញរដ្ឋមន្ត្រីការបរទេសលោកជន់ហ៊ីលីហាក់មានជំហរប្រយ័ត្នប្រយែងលោកមិនបានគាំទ្រការសម្លាប់នេះដោយចំហទេហើយទាមទារអាមេរិកបង្ហាញមូលដ្ឋានច្បាប់នៃការវាយប្រហារនេះទោះជាយ៉ាងណាក៏ដោយអង់គ្លេសបញ្ជាក់ថាខ្លួនបានត្រៀមយន្តហោះចម្បាំងទៅប្រទេសកាតានិងសៃព្រើសរួចរាល់ហើយដើម្បីស្ទាក់ចាប់ការវាយប្រហារណាមួយពីអ៊ីរ៉ង់ចំណែកឯនៅក្នុងប្រទេសអ៊ីរ៉ង់វិញរដ្ឋាភិបាលបានប្រកាសកាន់ទុករយៈពេល40ថ្ងៃកងឆ្មាំងបដិវត្តន៍បានស្បត់ថានឹងសងសឹកឲ្យបានជាពិសេសទៅលើឃាតករដែលបានសម្លាប់មេដឹកនាំរបស់ខ្លួនអស់លោកអ្នកនាងនេះមិនមែនជារឿងរបស់តែមជ្ឈិមបព្វជិតទេវាជារឿងនៃឆ្នាំងបាយរបស់យើងទាំងអស់គ្នាហេតុអ្វីចម្លើយគឺប្រេងសង្គ្រាមនេះកំពុងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបិទច្រកសមុទ្រអម៉ូសច្រកនេះតូចណាស់ទទឹងត្រឹមតែ50គីឡូម៉ែត្រទេប៉ុន្តែវាជាបំពង់កកនៃសេដ្ឋកិច្ចពិភពលោកប្រេងប្រមាណជា20លានធុងត្រូវបានដឹកឆ្លងកាត់ជារៀងរាល់ថ្ងៃប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបិទច្រកនោះដើម្បីសងសឹកអាមេរិកតម្លៃប្រេងនឹងហក់ឡើងខ្ពស់កពពកលោកអានីឡូម៉ាន់រ៉ាស៊ូសិនអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថាប្រេងអ៊ីរ៉ង់ចំណាយដើមទុនថោកណាស់គឺត្រឹមតែ$10ប៉ុណ្ណោះក្នុងមួយធុងខណៈដែលអាមេរិកឬកាណាដាត្រូវចំណាយដល់ទៅ$40ទៅ$60បច្ចុប្បន្នអ៊ីរ៉ង់នាំប្រេងចេញច្រើនជាងគេជាពិសេសទៅកាន់ប្រទេសចិន80% នៃប្រេងអ៊ីរ៉ង់គឺទៅចិនដូច្នេះបើអាមេរិកកំទេចកន្លែងផលិតប្រេងរបស់អ៊ីរ៉ង់ចិនក៏នឹងជួបបញ្ហាវិបត្តិហើយចង្វាក់ផលិតកម្មពិភពលោកនឹងរង្គោះរង្គើសម្រាប់លោកដូណាល់ត្រាំវិញលោកក៏ប្រយ័ត្នប្រយែងដែរបើតម្លៃប្រេងឡើងដល់$100ក្នុងមួយធុងប្រជាជនអាមេរិកនឹងខឹងសម្បាហើយវាប៉ះពាល់ដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់លោកដូច្នេះនេះជាគោលនយោបាយនិងសេដ្ឋកិច្ចដ៏គ្រោះថ្នាក់បំផុតជាចុងក្រោយយើងឃើញថាពិភពលោកនៅក្នុងខែមីនាឆ្នាំ2026នេះពោពេញទៅដោយភាពមិនច្បាស់លាស់នៅអ៊ីរ៉ង់ការបាត់បង់មេដឹកនាំកម្ពុជាគឺជាការឈឺចាប់ដែលមិនអាចបំភ្លេចបានហើយការសងសឹកគឺជារឿងដែលគេរំពឹងថានឹងកើតឡើងនៅអាមេរិកលោកដូណាល់ត្រាំត្រៀមញញួរយក្សដើម្បីវាយបកហើយនៅចំពោះសេដ្ឋកិច្ចតម្លៃសាំងនិងទំនិញអាចនឹងឡើងថ្លៃប្រសិនបើសង្គ្រាមរីករាលដាលយើងនឹងបន្តតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់តើអ៊ីរ៉ង់នឹងសងសឹកបែបណាហើយតើអាមេរិកនឹងឆ្លើយតបបែបណាសូមបងប្អូនកុំភ្លេចតាមដានជាមួយយើងសម្រាប់ពេលនេះសូមបងប្អូននៅក្នុងប្រទេសថៃរក្សាសុខភាពពីព្យុះរដូវក្តៅហើយបងប្អូនទាំងអស់គ្នាត្រៀមខ្លួនទទួលព័ត៌មានថ្មីៗអំពីខ្ញុំនៅពេលនេះសូមអរគុណសូមជម្រាបលា